我操，干嘛呢？怎么都跑了？哪儿有证啊？我证了吗？បាទអនុញ្ញាតគ្រប់ជំរាបសួរបងប្អូនដែលតែងតែតាមដានរាល់ការផ្សាយគេហទំព័រកម្ពុជាថ្ងៃនេះបាទនៅវេលាម៉ោងម៉ោង 2 បាទរសៀលថ្ងៃទី28 ខែមីនាឆ្នាំ2025នេះគឺមានករណីរត់អើចេញពីអគារមួយកន្លែងគឺណានហៃបងប្អូនគេសង្ស័យថារំជួយអគារនឹងរំកើពូតាមបន្ទប់ទាំងអស់អញ្ចឹងបងប្អូនបាទគឺជាបុគ្គលិកកាស៊ីណូនៅក្នុងអគារក៏ដូចជាទាំងអស់គ្នានឹងគឺរត់ជន់ជើងគ្នារត់ចេញមកខាងក្រៅនេះតែម្ដងបងប្អូនប្រិយមិត្តបាទទីតាំងនេះគឺនៅក្នុងភូមិមួយសង្កាត់លេខ 3 ក្រុងខេត្តបរសេនុបាទគឺនៅវេលាម៉ោង 2 រសៀលថ្ងៃទី28 ខែមីនាឆ្នាំ2025នេះផងដែរបងប្អូនបាទហើយជុំវិញករណីខាងលើនេះគឺបាទគឺបណ្ដាលឲ្យបុគ្គលិកនៅក្នុងហូតែលក្នុងសណ្ឋាគារក្នុងនេះគឺរត់ចេញមកក្រៅទាំងអស់គ្នាតែម្ដងបងប្អូនគឺការញាក់ផ្អើលនៅម្ដុំផ្លូវយើងចិត្តហើយនេះតែម្ដងបងប្អូនដល់មិត្តបាទនេះគ្រាន់តែជាព័ត៌មានបឋមនៅនឹងកន្លែងកាត់ហេតុនេះទេបងប្អូនបាទគឺថារំកើបាទគឺរំកើអំពូលនៅខាងក្នុងអាគារនេះតែម្ដងបងប្អូនប្រិយមិត្តបាទគឺគ្រប់បន្ទប់តែម្ដងបាទគឺខ្ញុំសួរបងប្អូនបុគ្គលិកក៏ដូចជាអ្នកធ្វើការនៅខាងក្នុងបាទតែមិនដឹងថាមានហេតុអ្វីនៅឡើយទេបងប្អូនដោយសារនេះជាព័ត៌មានបឋមនៅកន្លែងកាត់ហេតុនេះតែម្ដងបងប្អូនប្រិយមិត្តបាទឥឡូវនេះគឺបុគ្គលិកកាស៊ីណូគាត់បានចូលធ្វើការនៅកន្លែងទីតាំងនេះវិញហើយបងប្អូនដោយសារតែឥឡូវនៅដូចលេខអីហើយឥឡូវគាត់បានចូលធ្វើការវិញហើយបងប្អូនប្រិយមិត្តបាទគឺបង្កឲ្យមានការភ្ញាក់ផ្អើលបងប្អូនក៏ដូចជាអ្នកធ្វើដំណើរតាមផ្លូវនេះបាទគឺរត់ជន់ជើងគ្នាតែម្ដងបងប្អូនបាទគឺបុគ្គលិកនៅខាងក្នុងនោះឥឡូវនឹងគាត់បានចូលធ្វើការវិញបងប្អូនប្រិយមិត្តបាទមិញគឺមានមនុស្សច្រើនមែនទែនបាទគឺបុគ្គលិកធ្វើការនៅក្រុមហ៊ុនកាស៊ីណូមួយកន្លែងដែលហៅថាណានហៃនេះតែម្ដងបងប្អូនបាទគឺគាត់រត់ចេញមកក្រៅឡើងណែតតាប់មុននេះបន្តិចបាទឥឡូវនេះគាត់បានចូលធ្វើការវិញហើយថាមានការករណីបាទរំជួយនៅក្នុងអាគារតែម្ដងបងប្អូនគឺពូភ្លើងទាំងអស់នេះគឺយកទាំងអស់នៅក្នុងអាគារនឹងតែម្ដងបងប្អូនឯងគឺក៏បានសួរថាមានបើកពូដូចខ្យល់គាត់ថាអត់ទេគឺគ្រប់បន្ទប់តែម្ដងបាទនេះតាមតែគាត់បញ្ជាក់មិញតែឥឡូវនេះមេការគាត់គឺបានហៅគាត់ទៅចូលធ្វើការវិញហើយបាទនេះគាត់ជាព័ត៌មានបឋមនៅជុំវិញកន្លែងកាត់ហេតុនេះតែប៉ុណ្្នេះទេបងប្អូនបាទហើយជុំវិញកាលណាខ្ញុំនឹងផ្សាយជូនបងប្អូននៅពេលក្រោយទៀតចឹងបងប្អូនបាទចង់សួរបញ្ជាក់បន្ថែមពីបងប្អូនដែលនៅបម្រើការងារនៅក្នុងនេះតែឥឡូវគាត់បានចូលធ្វើការវិញអស់ហើយបងប្អូនបាទចូលធ្វើការវិញអស់ហើយបាទ
បាននេះគាត់មកជាពណ៌មានបន្ថំទេបានខ្ញុំអត់បានដាក់ចំណងជើងទេដោយសារមកបញ្ញាអត់ទាន់ពេលមានមួយខាងភាពដល់រត់ពេញមកក្រៅនោះបងប្អូនបាទហើយពណ៌មានយ៉ាងណាខ្ញុំនឹងជម្រាបជូនបងប្អូននៅពេលក្រោយបន្តទៀតបាទបាទមិញគឺមានការកតាមមានផ្ទះអើបុគ្គលិកបាទនៅក្នុងកន្លែងកាត់ហេតុគឺច្រើនមែនទែនបងប្អូនបងមិនមានសង្ស័យថាអង្គើនេះមែនទេបាទហ្នឹងខ្ញុំដឹងដែរនឹងនិយាយគេនិយាយហ្នឹងហើយបាទបាទគឺអើមិនថាខ្មែរមិនថាបរទេសបាទគឺរត់ចេញមកក្រៅនេះទាំងអស់តែម្ដងបងប្អូនបាទបើយើងជួយឬអង្គើហើយអ្នកណាមករត់បងប្អូនបាទមិនថាទេមិនថាខ្ញុំទេបងប្អូនគឺរត់ដូចគ្នាទៅបាទបាទនេះគាត់ជាព័ត៌មានបឋមនៅជុំវិញកន្លែងកាត់ហេតុនេះហើយក៏ដូចជាសួរនាំបងប្អូនជុំវិញហេតុការណ៍នៅខាងលើនេះផងដែរបងប្អូនបាទដោយសារតែគាត់បានប្រាប់ថាមិញមានរំជួយបាទនេះគឺមានរំកើបាទគឺរំកើនៅខាងក្នុងគ្រប់បន្ទប់ដែលគាត់ធ្វើការមកជាន់ដូចគ្នាចឹងណាបងប្អូនបាទគឺរំកើពូលបាទគឺយល់ពូលតែម្ដងបងប្អូនបាទមិនដឹងថាជាមូលហេតុអីឬមួយតែយ៉ាងណាដែរបងប្អូនបាទហើយខ្ញុំបានសួរបញ្ជាក់គាត់បន្ថែមថាមានបើកអួតបើកអីព្រោះអាគារខ្ពស់ក៏លោបើកអួតទៅវាប៉ះចោលបើអីចឹងវាអង្គើពូលអង្គើអីចឹងបងគាត់ថាអត់មានបើកអួតបើកអីទេបាទគឺគុណយល់ពូលអង្គើកាន់តែខ្លាំងចឹងគាត់នាំរត់ចេញមកក្រៅឈរបាទទៅរត់ចេញមកខាងក្រៅតែម្ដងបាទឥឡូវនេះដូចលេខអីហើយឥឡូវគាត់បានចូលធ្វើការវិញធម្មតាអស់ហើយបងប្អូនបាទបាទគឺខ្ញុំនៅខាងក្រោមអាគារនេះតែម្ដងបងប្អូនបាទគឺអាគារខាងលើនេះតែម្ដងបងនេះពុះមែនតើនេះនៅខាងក្រោមនេះដែរបាទបាទខ្ញុំក៏សូមបញ្ចប់អាការ live ត្រឹមប៉ុណ្ណេះសិនដែរបាទបើការអធិប្បាយទៅមានកំហុសខុសឆ្គងបើការណាមួយក៏សូមខន្តីទៅទោសផងដែរបងប្អូនបាទហើយរាល់ព័ត៌មានខ្ញុំនឹងជម្រាបជូនបងប្អូននៅពេលក្រោយទៀតបាទខ្ញុំបាទតើពោះរាយការណ៍ពីខេត្តបរសៃនុបាទសូមគោរពជម្រាបលាបាទវេលាម៉ោង2រសៀលថ្ងៃទី28ខែកញ្ញាឆ្នាំ2025នេះផងដែរបងប្អូនបាទហើយជុំវិញករណីខាងលើនេះគឺបាទគឺបណ្ដាលឲ្យបុគ្គលិកនៅក្នុងហូតែលក្នុងសន្តាគារក្នុងនេះគឺរត់ចេញមកក្រៅទាំងអស់គ្នាតែម្ដងបងប្អូនគឺក៏មានការភ្ញាក់ផ្អើលនៅម្ដុំផ្លូវយើងហើយនេះតែម្ដងបងប្អូនឃើញមិនបាទនេះគ្រាន់តែជាព័ត៌មានបឋមនៅក្នុងកន្លែងកាត់ហេតុនេះទេបងប្អូនបាទគឺថារំកើបាទគឺរំកើអំពូលនៅខាងក្នុងអាគារនេះតែម្ដងបងប្អូនប្រិមិត្តបាទគឺគ្រប់បន្ទប់តែម្ដងបាទគឺខ្ញុំមកសួរបងប្អូនបុគ្គលិកក៏ដូចជាអ្នកធ្វើការនៅខាងក្នុងបាទតែមិនដឹងថាមានហេតុអ្វីនៅឡើយទេបងប្អូនដោយសារនេះជាព័ត៌មានបឋមនៅក្នុងកន្លែងកាត់ហេតុនេះតែម្ដងបងប្អូនប្រិមិត្តបាទឥឡូវនេះគឺបុគ្គលិកកាស៊ីណូគាត់បានចូលធ្វើការនៅកន្លែងទីតាំងនេះវិញហើយបងប្អូនដោយសារតែឥឡូវនៅដូចលេខអីហើយឥឡូវគាត់បានចូលធ្វើការវិញហើយបងប្អូនប្រិមិត្តបាទគឺបង្កឲ្យមានការភ្ញាក់ផ្អើលបងប្អូនក៏ដូចជាអ្នកធ្វើដំណើរតាមផ្លូវនេះបាទគឺរត់ទាន់ជើងគ្នាតែម្ដងបងប្អូនបាទ
បាទគឺបុគ្គលិកនៅខាងក្នុងនោះឥឡូវនឹងគាត់បានចូលធ្វើការវិញបងប្អូនប្រិមិត្តបាទ